ACU រកឃើញអធិការរងនគរបាលស្រុកបវលម្នាក់ទទួលលុយពីជនជាតិចិនថៃ$774,000មេខ្លងក្រុមអនឡាញស្កាមជាធ្នូរងការដោះលែងអង្គភាពប្រចាំអំពើពុករលួយ ACU រកឃើញអធិការរងនគរបាលស្រុកបវលខេត្តបាត់ដំបងម្នាក់ឈ្មោះវឿនវាសនាទទួលលុយពីជនជាតិចិនថៃ$774,000ដែលជាមេខ្លងអនឡាញស្កាមជាធ្នូរងការដោះលែងខុសច្បាប់បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបើតាមរបាយការណ៍របស់អង្គភាពប្រចាំអំពើពុករលួយនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025នេះក្រៅពីអធិការរងនគរបាលស្រុកបវលអង្គភាពប្រចាំអំពើពុករលួយក៏បានរកឃើញមនុស្សចំនួន5នាក់ផ្សេងទៀតដែលពាក់ព័ន្ធក្នុងករណីរងការដោះលែងក្រុមអនឡាញស្កាមនេះក្នុងនោះមានឈ្មោះតាំងសំហេងជាយោធាមានខ្លួនឈ្មោះហេងសុណាកិច្ចខ្លួនឈ្មោះមូនីសុដារ៉ូកិច្ចខ្លួនឈ្មោះអូវ៉ារ៉ារិនរាវីជាតៅកែពួកអនឡាញស្កាមចំនួន43នាក់ជាជនជាតិថៃនិងជាអ្នកចំណាយលុយ$774,000រត់ការដោះលែងកូនចៅកិច្ចខ្លួននិងឈ្មោះស្រីផាន់សុផាត់ជនជាតិថៃកិច្ចខ្លួនបើតាមអង្គភាពប្រចាំអំពើពុករលួយករណីនេះបានកើតឡើងតាំងពីខែឧសភាឆ្នាំ2025មកម្ល៉េះពោលលើថ្ងៃប័ណ្ណបញ្ជារបស់នាយកឧត្តមសេនីយ៍សថេតអគ្គស្នងការនគរបាលជាតិសហការជាមួយមូលដ្ឋានបានចុះប្រតិបត្តិការរដ្ឋបាលថ្ងៃទី2ខែឧសភាឆ្នាំ2025នៅក្រុងប៉ោយប៉ែតហើយរកឃើញអ្នកចូលមកស្នាក់នៅព្រមទាំងធ្វើការខុសច្បាប់ជាច្រើនអ្នកក្នុងនោះជនជាតិថៃ43នាក់ស្រី20នាក់ដែលធ្វើការបោកប្រាស់តាមអនឡាញនៅយប់ថ្ងៃទី6ខែឧសភាឆ្នាំ2025ឈ្មោះវ៉ាន់វាសនាបានប្រកួតប្រាក់$284,000ឲ្យទៅឈ្មោះហេងសុណានៅខេត្តកំពតដើម្បីរត់ការសូកប៉ាន់ដែលមានឈ្មោះមូនីសុដារ៉ូជាអ្នកខុបខិតនិងបានជួយលាក់បាំងពីការផ្ទេរប្រាក់អង្គភាពប្រឆាំងអំពើពុករលួយកំពុងបន្តឃាត់ខ្លួនជនជាប់ចោទ4នាក់ទៀត